ខ្ញុំទៅអ្នកទិញមិនស្គាល់ទេថាតយងចេកដែលគេលក់ហ្នឹងតយងចេកអីប៉ុន្តែអ្នកលក់ដែលយកមកលក់ឲ្យហ្នឹងក៏អត់ស្គាល់ទៀតដល់ពេលអញ្ចឹងទៅរៀងក្តៀនយោបល់ហ្មងល្ងាចមិញពី3អ្នកឪកូនហ្នឹងនាំគ្នាជិះម៉ូតូទៅតាមបន្លាយតាមវាលស្រែក្រោយហ្នឹងក៏ឃើញតយងចេកគេល្អនោះនាំគ្នានិយាយថាបើបានស្ងោរថ្មីមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេស្រាប់តែពេលស្អែកឡើងអ្នកលក់ម្ហូបមកដល់មានតយងចេកមួយហើយមានសាច់ដូចដែលបងប្អូនឃើញនៅក្នុងវីដេអូតែប៉ុណ្្នឹងឯងប៉ុន្តែស្រាប់តែអ្នកលក់ថាតយងចេកហ្នឹងអត់ដឹងតយងចេកអីគេទេហើយខ្ញុំក៏បានសួរវិញថាបើអត់ដឹងតយងចេកអីមកយកមកលក់ឲ្យគេអញ្ចឹងគាត់ថាគាត់ទិញពីគេតមកដែរទេអ្នកលក់ដែលលក់ឲ្យគាត់ហ្នឹងថាតយងចេកហ្នឹងតយងចេកណាំវ៉ាដល់តែពេលគាត់យកមកលក់ឲ្យគេអ្នកមុខនោះគេថាមិនមែនតយងចេកណាំវ៉ាទេអញ្ចឹងគេអត់ទិញក៏បានធ្លាយមកដល់ខ្ញុំដល់តែពេលខ្ញុំហែកមើលទៅវាដូចជាមិនមែនចេកណាំវ៉ាហ្នឹងឯងបងប្អូនវារៀងដូចលឿងមើលដល់ពេលស្លទៅក៏វាបែកជាលឿងដែរប៉ុន្តែមុននឹងខ្ញុំសម្រេចចិត្តទិញហ្នឹងដោយសារតែខ្ញុំបានខាំញ៉ាំវាបន្តិចវាអត់មានជាតិល្វីងអីទេបងប្អូនអាចស្លបានភាគច្រើនតយងចេកដែលខ្ញុំស្លក្រៅពីតយងចេកណាំវ៉ាហ្នឹងចេកស្នាប់មុខក៏ខ្ញុំយកស្លដែរប៉ុន្តែខ្ញុំតែយកតែស្លម្ជូរទេខ្ញុំអត់ដែរយកមកស្ងោរណាតយងចេកស្នាប់មុខប៉ុន្តែថ្ងៃហ្នឹងខ្ញុំស្លហ្នឹងគឺអត់ច្បាស់ថាតយងចេកអីគេទេបងប្អូនណាយត្រឹមដឹងថាមិនមែនជាតយងចេកណាំវ៉ាទេតែវាក៏អត់ល្វីងដែរញ៉ាំបានគ្រាន់ថារសជាតិវាដូចអត់សូវដិតឆ្ងាញ់ដូចតយងចេកណាំវ៉ាសោះតែខ្ញុំក៏អត់ស្គាល់ថាតយងចេកអីដែរខ្ញុំស្លហ្នឹង